បាទសួស្តីអ្នកទាំងអស់គ្នាហើយពួកយើងកំពុងតែដើរហាត់ប្រាណពេលព្រឹកព្រលឹមដើម្បីសុខភាពវាគឺជាទម្លាប់ទៀងទាត់ទម្លាប់ជាក់លាក់ដែលយើងធ្វើនៅក្នុងជីវិតរបស់យើងប្រែយើងអត់ទាន់ធ្វើបានទៀងទាត់នៅឡើយទេយើងកំពុងតែបង្វឹកខ្លួនឯងថែមទៀតឲ្យបង្កើតនៅទម្លាប់ទៀងទាត់ឬក៏យើងហៅថាទម្លាប់ជាប់លាប់ដែលយើងអាសាធ្វើណាពេលខ្លះវាសាមញ្ញពេលខ្លះវាមិនសូវមានអីគួរឲ្យ flashy នេះទេប៉ុន្តែវាសាមញ្ញពេលខ្លះវាគួរឲ្យធុញដែរនិយាយត្រង់ប៉ុន្តែអាទម្លាប់សាមញ្ញហ្នឹងណាវាបង្កើតឲ្យមានផលវិជ្ជមាននៅក្នុងជីវិតរបស់យើងវានាំឲ្យយើងហ្នឹងអាចមានអ្វីមួយដែលអស្ចារ្យដែលល្អដែលនេះចឹងទៅអញ្ចឹងគ្រាន់តែខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នានៅទម្លាប់ដែលវាអាសាធ្វើដែលវាទៀងទាត់ដែលយើងដឹងថាវានឹងជួយយើងឥឡូវឧទាហរណ៍ដូចយើងដើរហាត់ប្រាណព្រលឹមឡើងអញ្ចឹងវាគឺជាទម្លាប់ដែលយើងធ្វើជារៀងរាល់ព្រឹកប្រែនិយាយដោយស្មោះត្រង់ទៅខ្ញុំអត់បានធ្វើរាល់ព្រឹកទេហើយអញ្ចឹងបន្តធ្វើអ្វីដែលវាទៀងទាត់ដែលជាប់លាប់ហើយយើងដឹងថាល្អរក្សាភាពស្មោះត្រង់ធ្វើវាដដែលនោះអ្នកទាំងអស់គ្នានឹងឃើញនៅលទ្ធផលឬក៏យើងហៅថាឥទ្ធិពលវិជ្ជមានមួយធំមែនទែននៅក្នុងជីវិតរបស់យើងអាចយើងមានសុខភាពល្អអាចយើងមានអារម្មណ៍ល្អយើងមានអារម្មណ៍ល្អយើងមានសុខភាពល្អយើងចាប់ផ្ដើមថ្ងៃរបស់យើងដោយអារម្មណ៍ស្រស់ស្រាយយើងបរិភោគអាហារបានល្អយើងសប្បាយចិត្តយើងញញឹមដាក់ភរិយាកូនយើងហើយយើងទៅផ្ទះធ្វើការតាន់ពេលវេលាក្រោកតាន់ពេលវេលាអញ្ចឹងតាមរយៈទម្លាប់ជាប់លាប់ឬក៏ទម្លាប់ទៀងទាត់ហ្នឹងគឺវាជួយយើងឲ្យមាននៅផលិតភាពគេហៅថា productive នៅក្នុងជីវិតរបស់យើងគេឥឡូវយើងអនុវត្តជាមួយគ្នា I challenge you អូខេអនុវត្តបង្កើតទម្លាប់ដែលវាទៀងទាត់ទម្លាប់ដែលវាជាប់លាប់ហើយវាជួយអ្នកទាំងអស់គ្នាសូមអរគុណ